ក្រសួងការពារជាតិចេញសេចក្តីថ្លែងការណ៍អះអាងថាកម្ពុជាមិនបានដកទ័ពចេញពីតំបន់នៅក្នុងដែនអធិបតេយ្យរបស់ខ្លួនឡើយក្រសួងការពារជាតិនៅថ្ងៃទី9 ខែមិថុនាឆ្នាំ2025នេះបានចេញសេចក្តីថ្លែងការណ៍អះអាងថាកម្ពុជាពុំមានការដកទ័ពចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាហើយដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិដែលបានចេញផ្សាយនៅថ្ងៃទី9 ខែមិថុនាឆ្នាំ2025នេះបានលើកឡើងនៅ4ចំណុចសំខាន់ៗទី1ពុំមានការដកទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាហើយដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់យូរមកហើយនោះទេទី2រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជារាប់ទាំងការឈរជើងការពង្រាយកម្លាំងការកែសម្រួលកម្លាំងការចល័តកម្លាំងគឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានិងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះទី3កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធីប៉ុន្តែត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានាទី4កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចនៅក្នុងការចូលរួមគាំទ្រដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃជាពិសេសគណៈកម្មការព្រំដែនចម្រុះ JBC ដើម្បីបន្តកិច្ចការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ក្រៅពីចំណុចដែលកម្ពុជាដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្រសួងការពារជាតិក៏សូមអំពាវនាវឲ្យបងប្អូនជនរួមជាតិនិងអ្នកសារព័ត៌មានទាំងអស់ប្រើប្រាស់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងការពារជាតិដែលជាប្រភពព័ត៌មានត្រឹមត្រូវពិតប្រាកដនិងអាចជឿទុកចិត្តបាន